ឯកោពីរភ្លឺបំផុតប្រចាំឆ្នាំប៉ុន្តែនាងមិនធ្វើតាមបញ្ជាគ្រួសារនោះទេដែលរៀបការជាមួយនឹងសិនហ្វេហើយបែកគ្នាជាមួយនឹងគ្រួសារចូលទៅក្នុងព្រៃដ៏ងងឹតមិនដែលត្រឡប់មកវិញនោះទេខ្ញុំបាននៅជាមួយអ្នកតែ2ខែប៉ុណ្ណោះប៉ុន្តែបើទោះបីជាអ្នកធ្វើអ្វីក៏ដោយខ្ញុំនឹងគាំទ្រអ្នកធ្វើឲ្យប៉ែតនឹងរំភើបហើយប៉ែតមិនទេក៏និយាយថាខ្ញុំក៏ដូចគ្នា2ខែគ្មានអ្វីដែលខាត់បងច្រើនពេកនោះទេនិយាយចំប្រហែលអ្នកហ្នឹងគឺស្រស់គ្នាមែនតើអ្នកគឺជាខ្នងឆ្អឹងរបស់ពួកយើងហើយតួប្រុសរបស់យើងក្លែកមើលឆ្វេងមើលស្ដាំតែទេហើយក៏មិនចង់ខ្លាចទៅជាអ្នកខ្លាំងដ៏អស្ចារ្យបំផុតនោះដែរវាគឺជាអំណាចរបស់ខ្ញុំនឹងមិនធ្វើជាសម្រាមនៅក្នុងគ្រួសារនោះទេហើយនៅពេលនោះខ្ញុំចង់ដឹងថាតើនឹងមានស្រីស្អាតប្រមាណអ្នកសរសេរសម្បត្តិមកកាន់ខ្ញុំនិយាយខ្លួនឯងសើចខ្លួនឯងតែធ្វើឲ្យ5នាក់ទៀតហ្នឹងហួសចិត្តហើយម្នាក់នៅចិត្តលីលីហ្នឹងក៏និយាយថាតើអ្នកមានវិធីបណ្ដោះធម៌ពលព្រលឹងទេហើយនីលីក៏និយាយថាដរាបណាខ្ញុំនៅមានជីវិតខ្ញុំនឹងធ្វើអ្នកខ្លាំងបើអ្នកស្ដាប់ខ្ញុំហើយគេក៏ក្នុងចិត្តថាជាមួយនឹងចំណេះដឹងនិងការអនុវត្តជីវិតពីមុនវាងាយស្រួលណាស់ក្នុងការបង្កើតធម៌ពលព្រលឹងរបស់អ្នកហើយអាប៉ែមួយនៅចិត្តនីលីហ្នឹងក៏និយាយថាត្រូវតែចំណាយពេល1/10បន្ថែមសម្រាប់ការធ្វើតេស្តកម្លាំងព្រលឹងក្នុងរយៈពេល2ខែនេះហើយនឹងធ្វើឲ្យពួកគេខ្លាចរអាហើយទូប្រុសរបស់យើងក៏និយាយទាំងអស់សង្ឃឹមថាវាពិបាកខ្លាំងណាស់សម្រាប់អ្នកវាមិនអីនោះទេហើយគេក៏សួរនីលីថាវាមិនពិបាកពេកទេមែនទេវាមិនជាបញ្ហានោះទេប៉ុន្តែវាត្រូវចំណាយលុយខ្លះគ្រាន់តែលុយទេងាយស្រួលណាស់ខ្ញុំនឹងឲ្យ2000យួនគ្រប់គ្រាន់ហើយសម្រាប់ការចំណាយប្រចាំឆ្នាំរបស់គ្រួសារជាមធ្យមបើសិនបើយើងអាចយកបងប្អូន2-3នាក់ចូលទៅក្នុងផ្នែកទី10អ្នកអាចប្រើអស់នីលីអស់ប្រមាណអ្នកនិយាយមកអស់រាប់លានយួនយ៉ាងតិចរាប់លានយួនហើយម្នាក់ដែលគួយនៅតុកហ្នឹងក៏និយាយថា2ខែគឺជាសម្បត្តិរបស់មនុស្សល្ងងហើយអ្នកគ្រូក៏និយាយថាខ្ញុំសង្ឃឹមថាអ្នកអាចប្រឹងប្រែងក្នុងរយៈពេល2ខែនេះហើយសម្រាប់ការអួតទាំងអស់នេះវានឹងបង្ហាញអ្នកដោយខ្លួនឯងតើអ្នកអាចនឹងឈានទៅដល់កម្រិតណាហើយទូប្រុសរបស់យើងក៏គិតក្នុងចិត្តថាពាក្យជូនពរនេះគឺមាន2